ជំរាបសួរបងប្អូននេះដើមប្រម៉ោយតម្រៃដែលបងប្អូនយើងគាត់យកទៅញ៉ាំមកនៅក្បែរផ្ទះខ្ញុំអ្នកជិតខាងខ្ញុំក៏មានណោះខ្ញុំប្រាប់គាត់ខ្ញុំបង្ហាញវីដេអូបងគាត់នៅជប៉ុនណាឲ្យគាត់មើលថានឹងគេញ៉ាំបានអញ្ចឹងគាត់ឲ្យខ្ញុំដែរគាត់ថាចេះបើខ្ញុំចង់ញ៉ាំមកបេះមកផ្ទះគាត់ច្រើនមែនតើអាហ្នឹងតែឥឡូវវាលានៅខាងនោះទៀតហើយនៅខាងនោះទៀតផ្ទះគាត់នៅខាងឆ្វេងដៃមួយទៀតក៏ស្ពូដែរច្រើនមែនតើហ្មងហើយខ្ញុំរស់នៅក្បែរផ្ទះនៅជិតខាងសងខាងខ្ញុំនៅកណ្ដាលហ្នឹងគឺពួកគាត់ចិត្តល្អដូចថាស្រឡាញ់រាប់អានយើងអញ្ចឹងណាយើងចង់ញ៉ាំអីយើងចង់បានអីចូលបេះចូលអីទៅក៏បើកសេរីភាពឲ្យយើងនិយាយទៅខ្ញុំអត់អុកសុកដល់ពេលអញ្ចឹងមានអ្នកជិតខាងស្រឡាញ់យើងរាប់អានយើងក៏ឲ្យការគោរពស្រឡាញ់ទៅគាត់ទៅអញ្ចឹងណាហើយណាមួយយើងបង្ហាញពីអរិយធម៌យើងដែរថាយើងជាជនជាតិខ្មែរយើងមានបេះដូងល្អអញ្ចឹងណាសម្រាប់បរទេស